ថ្ងៃនេះមកធ្វើម្ហូបបែបសាមញ្ញស្រួលធ្វើមានរសជាតិឆ្ងាញ់បងប្អូនថ្ងៃនេះឆាសណ្តែកបដោះជាមួយនឹងតៅហ៊ូសម្រាប់សាច់ជ្រូកថ្ងៃនេះប្រើសាច់ជ្រូកច្រាំអញ្ចឹងមុនដំបូងគេយើងត្រូវយកតៅហ៊ូយើងមកដល់លាងទឹកឲ្យបានស្អាតត្រឹមត្រូវហើយចាំយើងយកវាទៅដាក់ចៀនបើសិនជាអត់ចៀនក៏វាអត់ឆ្ងាញ់ដែរអញ្ចឹងយើងត្រូវយកវាទៅចៀនសិនពេលដែលចៀនតៅហ៊ូយើងមិនចាំប្រើភ្លើងបខំទេបើមិនអញ្ចឹងទេវាអត់ឆ្អិនដល់ក្នុងទេអញ្ចឹងទៅឥឡូវនេះយើងបានប្រែតៅហ៊ូរបស់យើងចិត្តឆ្អិនហើយពេលដែលតៅហ៊ូយើងឆ្អិនយើងត្រូវលើកទៅដាក់លើជ្រុញដើម្បីហាន់វាជាដុំតូចៗឬក៏ដុំតាមចំណង់ចំណូលចិត្តបងប្អូនទៅបន្ទាប់មកបងប្អូនត្រូវដាក់ខ្ទះសាត់ថ្មីដើម្បីយកខ្ទឹមសដែលយើងបានច្រាំហ្នឹងយកមកដាក់លីងឲ្យឡើងក្លិនឈ្ងុយហើយយើងដាក់សាច់ជ្រូកច្រាំរបស់យើងចូលពេលដែលយើងដាក់សាច់ជ្រូកច្រាំយើងត្រូវត្រឡប់សាច់ជ្រូកច្រាំយើងឲ្យបានឆ្អិនល្អសិនឆ្អិនប្រហែលជា 60% ចុះពេលដែលឆ្អិនបានប្រហែលជា 60% ហើយចាំយើងមកដាក់តៅហ៊ូចូលបងប្អូនហូរដល់ហើយមេចុងបើអង្គុយធ្វើម្ហូបស្រួលដល់ហើយអញ្ចឹងឥឡូវនេះក៏យើងចាប់ផ្ដើមដាក់តៅហ៊ូចូលបងប្អូនពេលដែលយើងដាក់តៅហ៊ូចូលហើយយើងត្រូវត្រឡប់តៅហ៊ូជាមួយនឹងសាច់យើងម្សៅទៀតពេលដែលយើងត្រឡប់តៅហ៊ូជាមួយនឹងសាច់ជ្រូកយើងចូលជាតិគ្នាហើយយើងក៏ចាប់ផ្ដើមមកដាក់គ្រឿងក្រៅរបស់យើងមានប៊ីចេងមានស្ករមានរ៉ូឌីមានប្រេងក្រុមមានទឹកត្រីអញ្ចឹងបងប្អូនដាក់តាមចំណង់ចំណូលចិត្តមកពេលដែលដាក់ឲ្យល្ងសាច់ជ្រូកជាមួយនឹងតៅហ៊ូយើងបានជា5នាទីក្រោយមកចាំយើងដាក់សណ្តែកបដោះជាមួយនឹងការ៉ុតចូលបើសិនជាយើងឆាតែសណ្តែកបដោះក៏បានដែរបងប្អូនតែអានេះគឺយើងត្រូវការដាក់រំលេចពឿដើម្បីឲ្យមើលទៅឃើញស្អាតហើយក៏វាឆ្ងាញ់ដែរអញ្ចឹងណាបងប្អូនហើយក៏ក្រោយមកយើងក៏ភ្លក់មើលហើយយើងដាក់ស្លឹកខ្ទឹមជាមួយនឹងម្ទេសរបស់យើង